អ្នកណាគេខ្លះគឺជា fan របស់ Disney ខ្ញុំនាំអ្នកទាំងអស់គ្នាមកមើល talk show Disney Sea ដែលមានតែមួយគត់នៅលើពិភពលោកអ្នកទាំងអស់គ្នានៅទីក្រុង Tokyo គេចែកសួនកំសាន្ត Disney ជាពីរមាន Disneyland និង Disney Sea សម្បត្តិចូលក៏ពីរផ្សេងគ្នាដែរក៏ប៉ុន្តែខ្ញុំជ្រើសរើសយក Disney Sea ដោយសារតែវាមានតែមួយគត់លើពិភពលោកហើយគឺនៅក្នុងទីក្រុង Tokyo ហ្នឹងហើយគ្រាន់តែ Disney Sea អត់បូកបញ្ចូលជាមួយនឹង Disneyland ទេណាគឺធំខ្លាំងមែនទែនអ្នកទាំងអស់គ្នាយើងដើរចង់អស់ហើយណាក្នុងរយៈពេលមួយថ្ងៃកន្លែងលេងក៏មានច្រើនដែរចូលអត់ចង់អស់ទេដោយសារតែត្រូវតម្រង់ជួរគ្នាហើយយូរហើយវែងមែនទែនគេមានលក្ខខណ្ឌមួយដែលយើងអាចទិញ pass បានយើងទិញ pass ហ្នឹងគឺយើងអាចកាត់ជួរគេចូលទៅមុនបានតែតម្លៃក៏វាតាមនឹងដែរគឺគេអត់បោកបញ្ចូលជាមួយនឹងសម្បត្តិរបស់យើងទេកន្លែងលេងខ្លះតម្រង់ជួរសើចិត្ត2ម៉ោងអីអ្នកទាំងអស់គ្នាហើយយើងមានលុយទិញ pass ហើយក៏ទិញអត់បានដែរដោយសារតែគេតម្រង់ជួរច្រើនពេកនៅពេលដែលចូលមកដល់ខាងក្នុងគឺគេមាន show ឲ្យយើងមើលច្រើនខ្លាំងមែនទែនមានតាំងពី show គេទទួលស្វាគមន៍ show តាមម៉ោងផ្សេង princess ផ្សេង Mickey Mouse ផ្សេងគ្នាទៀតអញ្ចឹងហើយខ្ញុំចូលមកកន្លែងកំសាន្តមកកន្លែងឈ្មោះថា House of Terror នៅក្នុងហ្នឹងគឺមានអាគារគេផ្ទះគេឡើង7ជាន់ហើយមានខ្មោចគ្រប់ជាន់ហើយគេមានកៅអីឲ្យយើងអង្គុយហោះឡើងចុះមានខ្មោចប្រឡាក់គ្រប់ជាន់និយាយទៅមកបាសសក់ហ្មងហើយកន្លែងនេះគេមានកន្លែងយើងដើរចុះទៅខាងក្រោមទឹកហ្នឹងនៅខាងក្រោមហ្នឹងមាននាវាជាមួយទឹកដែលឲ្យយើងជិះជាមួយទៅមើលមានបិសាចមានត្រីមានអីផ្សេងទៀតច្រើនចេញពីក្នុងនោះមកពួកខ្ញុំក៏ទៅ zone A Little Mermaid ម្ដងគឺ Ariel ទេពមច្ឆាអ្នកទាំងអស់គ្នាគេសង់កន្លែងហ្នឹងធំមែនតើដូចវាំងនៅក្នុងបាតសមុទ្រមួយសម្រាប់ទេពមច្ឆាហ្មងនៅខាងក្នុងហ្នឹងគឺគេមានកន្លែងឲ្យកូនក្មេងជិះអីលេងកន្លែងលក់ merchandise វត្ថុអនុស្សាវរីយ៍ហើយមានអាហារដ្ឋាននៅខាងក្រោមហ្នឹងមួយទៀតគេ decor មកគឺដូចនៅខាងក្រោមសមុទ្រវាំងនៅក្នុងក្រោមសមុទ្រចេញពីហ្នឹងពួកខ្ញុំក៏ទៅ zone Frozen ហើយនិង zone Rapunzel ពនាងសក់វែង How you feel happy គាត់ទៅដល់ចិត្តដល់គឺឃើញ Rapunzel ឈៀងពីលើប៉មខ្ពស់នឹងមកហ្មងសំណាងដែលពួកខ្ញុំទិញ pass ចូលមើល Rapunzel នឹងបានកុំអីត្រូវតែមកជួគ្នាអត់តិចជា1ម៉ោងកន្លះទៅ2ម៉ោងនេះគឺអ្នកចង់ចូលមើលកន្លែងហ្នឹងច្រើនខ្លាំងមែនតើនៅកន្លែងហ្នឹងគឺយើងត្រូវជិះបដែតនៅលើទូកអញ្ចឹងឲ្យចូលទៅខាងក្នុងហ្នឹងដើម្បីមើលសកម្មភាពនៅក្នុងរឿង Rapunzel ហ្នឹងដូចយើងចូលមកក្នុងរឿងតកតាហ្នឹងមែនតើហ្មងណាចេញពីមើល Rapunzel មកពួកខ្ញុំក៏បន្តទៅជាផ្ទះភ្លើងចុះទៅ Snow Panda កន្លែងហ្នឹងគេឲ្យយើងថតឲ្យដោយសារតែផ្ទះភ្លើងហ្នឹងជិះទៅវាលឿនពេកណាវាដូច roller coaster អញ្ចឹងហើយបើកន្លែងនេះវិញជាកន្លែង top 1 ហ្មងនៅកន្លែងហ្នឹងគឺមនុស្សតម្រង់ជួរគ្រាន់តែខ្ញុំចាំប្រហែលជា2ម៉ោងទម្រាំតែបានចូលមកដល់ខាងក្នុងហ្នឹងណាដោយសារតែកន្លែងហ្នឹងវាមាន show ល្បីជាងគេគឺដូចយើងអង្គុយនៅលើម៉ាស៊ីនមួយមើលទៅ screen ធំហ្នឹងតែ feel យើងដូចយើងហោះហើរនៅក្នុងហ្នឹងមែនតើអញ្ចឹងពួកខ្ញុំចង់ទិញ pass ដើម្បីចូលមើលឲ្យបានលឿនក៏ទិញអត់បានដែរគឺគេ block ហ្មងគេបិទអត់ឲ្យយើងទិញបានទេដោយសារតែមនុស្សចូលមើលច្រើនពេកហើយនៅកន្លែងហ្នឹងមិនមែនគ្រាន់តែយើងមានអារម្មណ៍ថាយើងដូចហោះហើរនៅក្នុងហ្នឹងមែនតើណាមានទាំងក្លិនទាំងខ្យល់ទាំងអីគ្រប់សពកន្លែងដែលដំរីបាចដីមិញហ្នឹងគឺធ្វើយើងធំក្លិនដីនៅខាងក្រៅដែរហ្មងកន្លែងមានទឹកគឺធំក្លិនទឹកកន្លែងណាមានអីផ្សេងគឺបញ្ចេញក្លិនហ្នឹងមកឲ្យយើង feel ដូចយើងនៅក្នុងហ្នឹងមែនតើអញ្ចឹង show ហ្នឹងប្រហែលជា10នាទីជាងតែគ្រាន់តែចាំឡើងចង់2ម៉ោងតែអត់អីទេការចាំហ្នឹងគឺវាស័ក្តិសមជាមួយនឹងការចាំមែនដោយសារតែ show ហ្នឹងគឺល្អមើលខ្លាំងបន្ទាប់ពីចេញពីមើល show ហ្នឹងពួកខ្ញុំទៅកន្លែងចុងក្រោយដែលចាំមើលគេបាញ់កញ្ជ្រួចណាអញ្ចឹងនៅ Disney Sea ពេលយប់ឡើងគឺគេមានបាញ់កញ្ជ្រួចពួកខ្ញុំចំណាយពេលតាំងពីព្រឹកម៉ោង10រហូតដល់ម៉ោង8 9យប់វិញនៅ Disney Sea ហ្នឹងក៏ប៉ុន្តែអត់មានអារម្មណ៍ថាហត់សោះហ្មងដោយសារតែអាកាសធាតុត្រជាក់ផងហើយនៅហ្នឹងគឺមានអីឲ្យមើលមានអីឲ្យលេងច្រើនវាប្លែកភ្នែកអញ្ចឹងគឺអត់ហត់សោះនៅពេលដែលដល់ម៉ោងចេញទៅវិញគឺម្នាក់មកតែមកជួយចូលរថភ្លើងហ្នឹងគឺច្រើនខ្លាំងមែនទែនឡើងចង្អៀតស្ទើរតែអត់មានកន្លែងឈរដោយសារតែចេញទៅវិញម៉ោងតែមួយអញ្ចឹងមនុស្សនៅក្នុង Disney Sea មិនគឺច្រើនខ្លាំងចេញទៅវិញសរុបគឺមានតែឆ្អៀតអញ្ចឹងហើយខ្ញុំចាប់អារម្មណ៍ឃើញនៅលើរថភ្លើងគេសូម្បីតែកន្លែងកញ្ចក់រថភ្លើងហើយនឹងកន្លែងកាន់កុំឲ្យដួលហ្នឹងក៏គេធ្វើជារូប Mickey Mouse ដែលតំណាងឲ្យ Disney ដែរចង់និយាយថាវា unique មែនតើចេញពី Disney ទៅពួកខ្ញុំក៏ទៅហោសាច់អាំងញ៉ាំហើយក៏ឆ្លៀតពេល surprise birthday ពូឡុងដោយសារតែថ្ងៃខួបកំណើតរបស់គាត់ហ្នឹងគឺគាត់ឆ្លង birthday ម្នាក់ឯងនៅលើយន្តហោះជិះពីអាមេរិកមកជប៉ុនហ្នឹងហ្មងអញ្ចឹងខ្ញុំក៏ឆ្លៀតពេលកំពុងតែនៅជុំគ្នាក៏ surprise birthday គាត់មកសាទៀតដោយសារតែថ្ងៃស្អែកពួកខ្ញុំត្រូវត្រឡប់មកខ្មែរហើយគាត់ក៏ត្រូវត្រឡប់ទៅអាមេរិកវិញហើយអូខេអ្នកទាំងអស់គ្នា
គ្នាអញ្ចឹងសម្រាប់ថាវីដេអូ trip ជប៉ុនរបស់ខ្ញុំគឺបញ្ចប់ធំវីដេអូនេះហើយដោយសារតែបន្ទាប់ពីហ្នឹងមកស្អែកឡើងគឺខ្ញុំត្រឡប់មកខ្មែរវិញហើយគឺអត់មានអីបង្ហាញអ្នកទាំងអស់គ្នាទៀតទេហើយក៏អរគុណអ្នកទាំងអស់គ្នាដែលចូលមើលវីដេអូរបស់ខ្ញុំតាំងពី first វីដេអូនៅជប៉ុនរហូតមកដល់វីដេអូចុងក្រោយមួយនេះកុំភ្លេចជួយ like share comment ហើយនិង follow មក account របស់ខ្ញុំម្នាក់មួយផងណាអ្នកទាំងអស់គ្នាជួបគ្នាវីដេអូក្រោយៗទៀតអរគុណបាយបាយ